សូមគោរពជម្រាបសួរលោកស្រីអ្នកនាងកញ្ញាដែលកំពុងតាមដានទស្សនានៃកម្មវិធីផ្សាយរបស់ Page នៃវិទ្យុអប្សរាជាទីមេត្រីខ្ញុំបាទប៉ារ៉ាឌីសូមជូនព្រឹត្តិការណ៍ប្រចាំថ្ងៃគម្រោងចំនួន297នៅខេត្តព្រះសីហនុមានទុនជាង$7,000 លានត្រូវបានលើកទឹកចិត្តពីរាជរដ្ឋាភិបាលហ្វីលីពីនក្រុងចាយលុយ$5,000 លានទិញយន្តហោះចម្បាំងអាមេរិកគម្រោងរ៉ូបូតរបស់ក្រុមយុវជនកម្ពុជាជាប់ជ័យលាភីលេខ3ក្នុងការប្រកួតលំដាប់ថ្នាក់ពិភពលោកនៅប្រទេសចិនឱកាសអាហារូបករណ៍រៀនជំនាញ TVET ចំនួន665កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងការប្រកួតកីឡាហែលទឹកវ័យចាស់ជាការបំផុសឲ្យមហាជនលេងកីឡាដើម្បីសុខភាពស្របតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតរួមជាមួយព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទៀតលោកអ្នកនាងកញ្ញាជាទីមេត្រីជាកិច្ចចាប់ផ្ដើមនៃកម្មវិធីរបស់យើងខ្ញុំបាទសូមជម្រាបជូននៅព្រឹត្តិការណ៍សេដ្ឋកិច្ចនិងអប់រំគម្រោងចំនួន297នៅខេត្តព្រះសីហនុមានទុនជាង$7,000 លានត្រូវបានលើកទឹកចិត្តពីរាជរដ្ឋាភិបាលតាមការប៉ាន់ស្មានគម្រោងទាំងនេះអាចបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋបានប្រមាណ53,187 កន្លែងគិតចាប់តាំងពីឆ្នាំ2024រហូតដល់ខែឧសភាឆ្នាំ2025ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្តដល់គម្រោងចំនួន297គម្រោងមានទុនវិនិយោគប៉ាន់ស្មានសរុបប្រមាណ$7,029 លាននិងប៉ាន់ស្មានអាចបង្កើតការងារបានប្រមាណជា53,187កន្លែងនេះបើតាមសេចក្តីប្រកាសព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំលើកទី16របស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុកាលពីសប្តាហ៍កន្លងទៅនេះនៅក្នុងកិច្ចប្រជុំនោះដែរក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុក៏បានសម្រេចជាគោលការណ៍លើកទឹកចិត្តដល់គម្រោងវិនិយោគចំនួន10ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប$154 លានដែលនឹងអាចបង្កើតការងារបានប្រមាណ1187កន្លែងគម្រោងវិនិយោគទាំងនោះរួមមានគម្រោងពាក់ព័ន្ធទៅនឹងអគារជាប់គាំងចំនួន4គម្រោងថ្មីចំនួន4គម្រោងពង្រីកចំនួន1និងគម្រោងមានស្រាប់ចំនួន1គម្រោងវិនិយោគទាំង10ដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលមានដូចជារោងចក្រកែច្នៃអគារពាណិជ្ជកម្មគ្រឹះស្ថានសិក្សាចំណេះទូទៅផែបណ្ដែតទឹកសន្តាគារនិងអគារស្នាក់នៅរួមនៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តមបណ្ឌិតសភាចាហ៊ានសាហ៊ីបរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងារបានគូររំលេចជូនអង្គប្រជុំអំពីបច្ចុប្បន្នភាពនៃស្ថានភាពនយោបាយពាណិជ្ជកម្មសកលនិងការការពារឧស្សាហកម្មក្នុងស្រុងដែលបណ្ដាលឲ្យមានការកើនឡើងនៃរបាំងពាណិជ្ជកម្មជាឥទ្ធិពលដល់ការទាក់ទាញការវិនិយោគការអភិវឌ្ឍឧស្សាហកម្មនិងការនាំចេញរបស់កម្ពុជាផងដែរទោះបីជាយ៉ាងណាស្ថានភាពនេះក៏បានបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជាក្នុងការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ចនិងទាក់ទាញការវិនិយោគពីប្រទេសផ្សេងៗតាមរយៈការខិតខំប្រឹងប្រែងទ្វេដងដើម្បីកែលម្អបរិយាកាសធុរកិច្ចនិងទាក់ទាញការវិនិយោគសូមជម្រាបជូនថាតាមការគ្រោងទុកនៅក្នុងខែមិថុនាឆ្នាំ2025នេះក្រុមការងារនឹងចុះពិនិត្យទីតាំងគម្រោងដែលស្នើការលើកទឹកចិត្តការអនុគ្រោះការសម្របសម្រួលនីតិវិធីប្រមាណ30គម្រោងដូច្នេះទោះជាស្ថិតក្នុងស្ថានភាពនយោបាយពាណិជ្ជកម្មសកលដែលកំពុងផ្លាស់ប្ដូរនិងមិនមានភាពប្រកបប្រជាក៏ដោយក៏ចំនួនគម្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុនៅតែបន្តមាននានាការកើនឡើងដែលតាមរយៈនេះឯកឧត្តមបណ្ឌិតសភាចាបានសំណូមពរឲ្យក្រុមការងារបន្តយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាជាងមុនក្នុងការសម្របសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធទៅនឹងការវិនិយោគការចាប់យករបរកសិកម្មចម្រុះអាចជួយឲ្យកសិករកែប្រែជីវភាពគ្រួសារបានល្អប្រសើរពិតណាស់ដែលថាការប្រកបរបរកសិកម្មចម្រុះបានធ្វើឲ្យកសិករមានភាពមមាញឹកមិនសូវមានពេលទំនេរច្រើនក៏ពិតមែនប៉ុន្តែទន្ទឹមនឹងនោះវាក៏អាចរកចំណូលចូលគ្រួសារបានគួរសមនិងធ្វើឲ្យជីវភាពល្អប្រសើរឡើងថែមមួយកម្រិតទៀតជាស្ដែងកសិកររ៉ាត់ឆានរស់នៅក្នុងភូមិឈើទាលរូងសង្កាត់រលៀបក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ដែលមានដីស្រែចំនួន5ហិកតានិងធ្លាប់តែពឹងផ្អែកទៅលើការធ្វើស្រែតែមួយមុខនិងរកចំណូលស្ទើរតែមិនគ្រប់ថ្លៃជីផងនោះពេលនេះបានបង្កើនការចិញ្ចឹមសត្វបន្ថែមដែលអាចទទួលបានចំណូលបន្ថែមអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានប្រសើរជាងមុន
អ្នកស្រីរ៉ាត់ឆានបានប្រាប់ឲ្យដឹងថាកាលពីប្រមាណឆ្នាំមុនជីវភាពគ្រួសារទាំងមូលពឹងផ្អែកតែទៅលើការធ្វើស្រែហើយចំណូលដែលទទួលបានមកពីការប្រមូលទិន្នផលទូទាត់ថ្លៃជីថ្លៃឈ្នួលច្រូតថ្លៃបោកបែនស្ទើរតែមិនគ្រប់នោះទេប៉ុន្តែក្រោយមកអ្នកស្រីបានចំណាយថវិកាមួយចំនួនទៅទិញមេមាន់ចំនួន10ក្បាលយកមកចិញ្ចឹមដើម្បីយកកូនលក់គ្រាន់បានចំណូលបន្ថែមអ្នកស្រីបានបន្តឲ្យដឹងថាជាទូទៅការចិញ្ចឹមចាប់ពីពេលញាស់រហូតដល់ពេលចាប់លក់អាចចំណាយពេលវេលាប្រមាណពី4ទៅ5ខែដោយមាន់មួយក្បាលមានទម្ងន់ចាប់ពី1គីឡូក្រាមទៅ1គីឡូ3ខាំឬប្រហាក់ប្រហែលនេះហើយមួយសប្តាហ៍ឬ2សប្តាហ៍អាចចាប់មាន់លក់ម្ដងចន្លោះពី5ទៅ10ក្បាលជាប្រចាំដែលលក់ចេញម្ដងបានប្រាក់ចន្លោះពី90000រៀលទៅជាង150,000រៀលគ្រាន់ដោះស្រាយជីវភាពនៅក្នុងគ្រួសារយ៉ាងណាក៏ដោយបើទោះបីជាការចិញ្ចឹមមាន់តាមរបៀបធម្មជាតិក៏ដោយក៏ត្រូវមានការយកចិត្តទុកដាក់មើលថែផងដែរដោយត្រូវងើបពីព្រលឹមបាចស្រូវឲ្យវាស៊ីម្ដងពេលរសៀលបាចចំណីឲ្យវាស៊ីម្ដងទៀតរហូតដល់ពេលប្រលប់ដើរពិនិត្យមើលមាន់ខ្លាចមានកើតជំងឺនិងត្រូវចាក់វ៉ាក់សាំងឬក៏បញ្ច្រកថ្នាំព្យាបាលផងដែរក្រៅពីការចិញ្ចឹមមាន់យកសាញ់កសិកររ៉ាត់ឆានក៏មានចិញ្ចឹមមេគោចំនួន4ក្បាលផងដែរហើយវាផ្ដល់កូនមួយឆ្នាំម្ដងដូច្នេះសរុបទៅគ្រួសាររបស់អ្នកស្រីអាចលក់កូនគោបានចន្លោះពី2ទៅ3ក្បាលទៀតក្នុងមួយឆ្នាំដែលក្នុងមួយក្បាលលក់បានតម្លៃចន្លោះពី1លានរៀលទៅ2លានរៀលទៅតាមគោតូចឬក៏គោធំក្រៅពីការធ្វើស្រែចិញ្ចឹមគោនិងចិញ្ចឹមមាន់សាច់លក់គ្រួសាររបស់កសិករខាងលើនេះបានឆ្លៀតដាំបន្លែនៅជុំវិញផ្ទះសម្រាប់ទទួលទាននិងយកទៅលក់ផងដែរដូចជាដំណាំត្រប់នោះនងត្រឡាចស្ពៃម្ទេសជាដើមដោយក្នុងមួយថ្ងៃអាចរកចំណូលបានចន្លោះពី10000រៀលទៅ30000រៀលលោកឈុំយឿនជាមេភូមិឈើទាលរូងនិងជាគ្រូបង្គោលចុះបង្រៀនកសិកម្មដល់កសិករផងដែរនោះបានឲ្យដឹងថាកសិករនៅក្នុងភូមិសរុបមានចំនួនជាង200គ្រួសារហើយក្រៅពីការធ្វើស្រែពួកគាត់ភាគច្រើនបានងាកមកប្រកបរបរកសិកម្មចម្រុះមិនត្រឹមតែអាចកាត់បន្ថយលើការចំណាយប្រាក់ទិញបន្លែហូបចុកប្រចាំថ្ងៃប៉ុណ្ណោះទេថែមទាំងអាចលក់បានប្រាក់ចំណូលចូលគ្រួសារប្រចាំថែមទៀតផងហ្វីលីពីនក្រុងចាយលុយប្រមាណ$5000 លានអាមេរិកទិញយន្តហោះចម្បាំង F-16 ពីអាមេរិកដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងអាកាសរបស់ខ្លួនចំពេលមានភាពតានតឹងជាមួយចិននៅសមុទ្រចិនខាងត្បូងនោះហ្វីលីពីនបានតាមសេចក្តីរាយការណ៍កំពុងខ្នះខ្នែងស្វែងរកលុយ5កណ្ដោសញ្ញា$5000 លានទិញយន្តហោះចម្បាំង F-16 ពីអាមេរិកដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងអាកាសរបស់ខ្លួនឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយថាឥឡូវនេះហ្វីលីពីនកំពុងធ្វើការជាមួយភាគីអាមេរិកនិងក្រុមហ៊ុនម៉ៅការពារជាតិ Lockheed Martin ដើម្បីស្វែងរកវិធីជួយហ្វីលីពីនអាចទិញយន្តហោះចម្បាំង F-16 បានកាលពីខែមេសាកន្លងទៅទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិកបាននិយាយថាហ្វីលីពីនមានបំណងទិញយន្តហោះចម្បាំង F-16 20គ្រឿងរួមទាំងឧបករណ៍បំពាក់គិតមកទល់ពេលនេះនៅក្នុងដៃកងទ័ពអាកាសហ្វីលីពីនមានយន្តហោះចម្បាំង FA-50 ចំនួន11គ្រឿងទៀតនៅក្នុងឃ្លាំងសព្វាវុធរបស់ខ្លួនបន្ទាប់ពីបានដកយន្តហោះចម្បាំងដែលសេសសល់នៅក្នុងឆ្នាំ2005ហ្វីលីពីនធ្លាប់មានយន្តហោះរាប់សិបគ្រឿងប៉ុន្តែយន្តហោះ FA-50 ភាគច្រើនហួសសម័យកាលនិងបានធ្លាក់នៅទីក្រុងសេប៊ូកាលពីខែមីនាកន្លងទៅដោយបានសម្លាប់ពីលុត2នាក់គួរឲ្យដឹងដែរថាបច្ចុប្បន្នរដ្ឋាភិបាលហ្វីលីពីននិងចិនកំពុងប្រុងប្រយ័ត្នចំពោះការផ្ទុះជម្លោះណាមួយនៅសមុទ្រហ្វីលីពីនខាងលិចដោយសកម្មភាពដែនសមុទ្រនៅអេយ៉ុងជីនស៊ូលនិងស្កាបូរ៉ូស៊ូលបានក្លាយជាចំណុចចាប់ផ្ដើមនៃភាពតានតឹងរវាងប្រទេសទាំងពីរប៉ុន្តែហ្វីលីពីននិងអាមេរិកត្រូវបានចងភ្ជាប់គ្នាដោយសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកដូច្នេះប្រទេសទាំងពីរនឹងជួយគ្នាទៅវិញទៅមកក្នុងករណីមានការវាយប្រហារលោកនាងកញ្ញាយើងងាកមកចាប់អារម្មណ៍នៅព្រឹត្តិការណ៍អប់រំវិញម្ដងកញ្ញាហឹមជីវ័នជាប់ជ័យលាភីលេខ1ក្នុងការប្រកួតថ្លែងសន្ទរកថាជាភាសាជប៉ុនលើកទី27ដែលរៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា子供の時伝統的なダンスを習ったことがありますがនេះជាលើកទី2ហើយដែលកញ្ញាហឹមជីវ័នបានដាក់ពាក្យចូលរួមប្រកួតថ្លែងសន្ទរកថាជាភាសាជប៉ុនបន្ទាប់ពីមិនបានជាប់នៅក្នុងវគ្គជម្រុះកាលពីឆ្នាំមុនបទពិសោធន៍ដែលធ្លាប់ទទួលបានព្រមជាមួយនឹងការព្យាយាមមិនបោះបង់បានធ្វើឲ្យកញ្ញាក្លាយជាម្ចាស់ជលភីលេខ1នៅក្នុងការប្រកួតថ្លែងសន្ទរកថាជាភាសាជប៉ុនលើកទី27នៅកម្ពុជាដែលបានរៀបចំដោយស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាកាលពីពេលកន្លងទៅថ្មីនេះម្ចាស់ជលភីលេខ1រូបនេះលើកឡើងថារូបនេះមិនធ្លាប់រំពឹងសោះថាអាចជាប់ជលភីលេខ1នៅក្នុងការប្រ
កួតដោយសារតែឆ្នាំនេះគឺមានបេក្ខជនច្រើនដាក់ពាក្យហើយសុទ្ធតែមានសមត្ថភាពខ្លាំងពូកែផ្នែកភាសាជប៉ុនដែលធ្វើឲ្យនាងមានសង្ឃឹមតិចតួចតែប៉ុណ្ណោះប៉ុន្តែនៅពេលដែលគណៈកម្មការប្រកាសឈ្មោះនាងថាជាប់ជ័យលាភីលេខ1គឺនាងពិតជារំភើបរហូតដល់ទប់ទឹកភ្នែកមិនបាននៅក្នុងពេលប្រកួតថ្លែងសន្ទរកថាភាសាជប៉ុននាងមានអារម្មណ៍ភ័យខ្លះៗដែរដោយសារតែឃើញមានមនុស្សច្រើនប៉ុន្តែក៏សម្រួលអារម្មណ៍ដោយសម្លឹងមើលពានរង្វាន់ដើម្បីជាកម្លាំងចិត្តកុំឲ្យភ័យខ្លាចហើយកញ្ញាបដិញ្ញាចិត្តថាទោះលំបាកយ៉ាងណាក៏ដោយក៏ត្រូវតែបញ្ចេញឲ្យអស់ពីសមត្ថភាពបើតាមកញ្ញាការប្រកួតថ្លែងសន្ទរកថាជាភាសាជប៉ុនលើកទី27គឺគេដាក់ពិន្ទុដោយផ្ដោតទៅលើអត្ថន័យខ្លឹមសារការបញ្ចេញសំឡេងការលើកដាក់សំឡេងនិងការគោរពពេលវេលាកំណត់ដោយឡែកកត្តាដែលជំរុញឲ្យរូបនាងអាចជាប់ជ័យលាភីលេខ1គឺអាចមកពីការលើកឡើងអំពីការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងសង្គមកម្ពុជាលើពីនេះការបកស្រាយផ្ដោតទៅលើខ្លឹមសារសំខាន់ៗដោយនិយាយមិនលើសពី5នាទីហើយលើកដាក់សំឡេងនិងដាក់អារម្មណ៍នៅក្នុងសន្ទរកថាគឺបានសមស្របកញ្ញាបញ្ជាក់បន្ថែមថាការនិយាយភាសាជប៉ុនអាចជួយបានច្រើនទាំងឱកាសការងារនៅក្នុងស្រុកនិងក្រៅស្រុកជាពិសេសនោះឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនកញ្ញាហឹមជីវ័នក៏បានលើកទឹកចិត្តសម្រាប់បងប្អូនដែលចង់ចូលរួមប្រកួតកម្មវិធីនេះសូមកុំខ្លាចក្នុងការដាក់ពាក្យចូលរួមប្រកួតកុំខ្លាចបរាជ័យនិងកុំបោះបង់ចោលដោយគ្រាន់តែចាប់ផ្ដើមសរសេរពីអ្វីដែលយើងចង់បង្ហាញពីបញ្ហានៅក្នុងសង្គមទៅអ្នកស្ដាប់វឹកហាត់និយាយបញ្ចេញសំឡេងហើយខិតខំឲ្យអស់ពីសមត្ថភាពគម្រោងរ៉ូបូតរបស់ក្រុមយុវជនកម្ពុជាជាប់ជ័យលាភីលេខ3ក្នុងការប្រកួតលំដាប់ថ្នាក់ពិភពលោកនៅប្រទេសចិនកញ្ញាសុផានីរាយការណ៍គម្រោងរ៉ូបូតសម្រាប់សត្វល្អិតរបស់ក្រុមយុវជនកម្ពុជាដែលជានិស្សិត Department ព័ត៌មានវិទ្យានិងទំនាក់ទំនងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានជាប់ជ័យលាភីលេខ3នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់លំដាប់ថ្នាក់ពិភពលោក Innovation Track នៃការប្រកួត Hawaii ICT Competition Global Final 2024-2025 នៅទីក្រុងសិនចិននៃប្រទេសចិនបើតាមពិតទៅគម្រោងរ៉ូបូតសម្រាប់សត្វល្អិតរបស់ក្រុមយុវជនកម្ពុជាដែលមានឈ្មោះថា Space Park បានជាប់ជ័យលាភីលេខ1នៅក្នុងការប្រកួតថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីបន្ទាប់ពីបានជាប់ជ័យលាភីលេខ1ប្រចាំថ្នាក់តំបន់គម្រោងរ៉ូបូតមួយនេះក៏ត្រូវបន្តចូលរួមក្នុងវគ្គផ្ដាច់ព្រាត់នៅប្រទេសចិនកញ្ញាហេងកល្យានិស្សិតឆ្នាំទី4 Department ទេពកោសល្យព័ត៌មានវិទ្យានិងទំនាក់ទំនងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងជាសមាជិកក្រុម Space Park និយាយថាសម្រាប់ក្រុមរបស់នាងផ្ទាល់មានអារម្មណ៍ថាសប្បាយចិត្តដែលបានទៅវគ្គផ្ដាច់ព្រាត់លំដាប់ថ្នាក់ពិភពលោកនេះដើម្បីចូលរួមប្រកួតជាមួយនឹងប្រទេសចំនួន7ដែលមកពីតំបន់ផ្សេងៗគ្នាជាពិសេសក្រុមរបស់ខ្លួនគឺអាចទទួលបានលទ្ធផលចំណាត់ថ្នាក់លេខ3នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់នេះនៅក្នុងវគ្គផ្ដាច់ព្រាត់នេះកញ្ញាហេងកល្យានបានប្រាប់ឲ្យដឹងថាក្រុមរបស់ខ្លួនបានជួបការលំបាកមួយចំនួនដូចជាបន្ទាប់ពីជាប់នៅថ្នាក់ជាតិនិងថ្នាក់តំបន់ក្រុមបានធ្វើការកែលម្អរ៉ូបូតដោយបន្ថែមពាក់ព័ន្ធទៅនឹងមុខងារមួយចំនួនរបស់វាព្រមទាំង AI ឲ្យប្រសើរជាងមុនព្រមទាំងការស្រាវជ្រាវបន្ថែមអំពីព័ត៌មានពាក់ព័ន្ធទៅនឹងផ្នែកកសិកម្មផ្ទាល់ដើម្បីក្រុមអាចត្រៀមខ្លួនឲ្យបានរួចរាល់ទៅកាន់វគ្គផ្ដាច់ព្រាត់ទោះបីជាគម្រោងរ៉ូបូតសម្រាប់សត្វល្អិតនេះទទួលបានចំណាត់ថ្នាក់លេខ3នៅក្នុងការប្រកួតលំដាប់ពិភពលោកក៏ដោយតែបើតាមកញ្ញាកល្យានក្រោយចប់ការប្រកួតនេះក្រុមរបស់ខ្លួនមិនទាន់សម្រេចចិត្តថានឹងធ្វើគម្រោងរ៉ូបូតមួយនេះឲ្យចេញជាផលិតផលសម្រេចនៅឡើយនោះទេព្រោះការធ្វើចេញផលិតផលសម្រេចជារូបរាងត្រូវការស្រាវជ្រាវនិងមានការងារបន្ថែមច្រើនទៀតទាំងផ្នែក software និង hardware របស់រ៉ូបូតផ្ទាល់នៅក្នុងគោលបំណងដើម្បីទទួលបានផលិតផលដែលល្អមួយនិងជឿជាក់នៅក្នុងការយកទៅប្រើប្រាស់នៅក្នុងស្ថានភាពជាក់ស្ដែងគួរជំរាបជូនដែរថាកម្មវិធី Hawaii ICT Competition ជាកម្មវិធីមួយដែលជ្រើសរើសនិស្សិតមកពីបណ្ដាសាកលវិទ្យាល័យនានាដែលកំពុងតែចាប់ជំនាញសិក្សាពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាដើម្បីបង្កើតនូវគំនិតច្នៃប្រឌិតដោយប្រើប្រាស់បច្ចេកវិទ្យាដើម្បីជាដំណោះស្រាយបញ្ហាណាមួយនៅក្នុងប្រទេសរបស់ខ្លួនកញ្ញាសុផានីបន្តជម្រាបជូនលោកអ្នកតេតូនទៅនឹងឱកាសអាហារូបករណ៍រៀនជំនាញ TVET ចំនួន665កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំងបានប្រកាសផ្ដល់អាហារូបករណ៍ 100% ចំនួន665កន្លែងទៅដល់ក្រុមយុវជនដែលមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យឲ្យសិក្សាជំនាញបច្ចេកទេសកម្រិត1ព្រមទាំងបានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផងការផ្ដល់ជូនអាហារូបករណ៍នេះគឺជាការអនុវត្តកម្មវិធីគោលនយោបាយអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈមួយឬ TVET 1.5 លាននាក់របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងទិសដៅលើកកម្ពស់ស្ថានភាពជីវិតយុវជនមកពីគ្រួសារក្រីក្រក៏ដូចជាគ្រួសារងាយរងហានិភ័យតាមរយៈផ្ដល់ឲ្យពួកគេនៅជំនាញជាក់លាក់មួយនិងមានលទ្ធភាពទទួលបានចំណូលសមរម្យសម្រាប់យុវជនគោលដៅទាំងពីរក្រុមខាងលើដែល
ដែលចាប់អារម្មណ៍នៅក្នុងការដាក់ពាក្យសូមតាក់ទងទៅកាន់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងដែលមានទីតាំងនៅភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងជាប់មន្ទីរអប់រំយុវជននិងកីឡាខេត្តឬក៏ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ012 474 341 វគ្គបណ្ដុះបណ្ដាល TVET នេះក៏បើកចំហសម្រាប់សាធារណជនទូទៅដែលអាចដាក់ពាក្យចូលសិក្សាជំនាញបច្ចេកទេសទាំងអស់នេះបានដោយឥតគិតថ្លៃគ្រាន់តែមិនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរដ្ឋាភិបាលនោះទេលោកនាងកញ្ញាជាទីគោរពជាបន្តទៅទៀតនេះខ្ញុំបាទសូមជម្រាបជូននៅព្រឹត្តិការណ៍កីឡានិងកំសាន្តការប្រកួតហែលទឹកវ័យចាស់ជាការបំផុសឲ្យមហាជនលេងកីឡាដើម្បីសុខភាពស្របតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតលោកហែមគិរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានលើកឡើងថាការប្រកួតកីឡាហែលទឹកវ័យចាស់បានបញ្ចប់ដោយជោគជ័យនៅថ្ងៃទី31ខែឧសភាឆ្នាំ2025នៅអាងហែលទឹកពហុកីឡាដ្ឋានជាតិអូឡ িম্প ិកដោយព្រឹត្តិការណ៍នេះគឺជាការបំផុសស្មារតីឲ្យមហាជនបានចូលរួមប្រកួតកីឡានៅលេងកីឡានេះដើម្បីសុខភាពមិត្តភាពនិងសាមគ្គីភាពស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាលោកហែមគិរីក៏សម្គាល់ថាតាមរយៈការរៀបចំនេះជាការផ្ដល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋខ្មែរជាពិសេសអ្នកស្រឡាញ់វិស័យកីឡាហែលទឹកក្នុងគោលបំណងចង់ឲ្យកីឡាករកីឡាការិនីចូលរួមហែលទឹកដើម្បីសុខភាពមិត្តភាពនិងសាមគ្គីភាពរវាងជនជាតិកម្ពុជានិងមិត្តភ័ក្តិជាជនបរទេសដែលមកបំពេញការងារនៅកម្ពុជាអ្នកចូលរួមចង់ឲ្យសហព័ន្ធរៀបចំព្រឹត្តិការណ៍បែបនេះឲ្យបានកាន់តែច្រើនដោយអាចផ្ដល់នូវភាពសប្បាយរីករាយជូនដល់ពួកគាត់ហើយក៏ជាកម្មវិធីប្រកួតប្រចាំឆ្នាំដើម្បីទទួលបានសុខភាពល្អនិងមិត្តភាពសាមគ្គីភាពអគ្គលេខាធិការបន្ថែមថាទោះបីជាការរៀបចំកីឡាហែលទឹកវ័យចាស់នេះមិនទាន់ទទួលបានកិច្ចសហការឧបត្ថម្ភគាំទ្រពីបណ្ដាក្រុមហ៊ុននានាក្តីក៏ប៉ុន្តែសហព័ន្ធចង់បំផុសនៅអ្វីដែលជាគុណប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាក៏ដូចជាជនបរទេសរស់នៅកម្ពុជាស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានណែនាំឲ្យប្រជាពលរដ្ឋចូលរួមលេងកីឡាដើម្បីបញ្ជៀសនៅហានិភ័យចំពោះសុខភាពដែលពលរដ្ឋកម្ពុជាកំពុងជួបប្រទះនៅជំងឺផ្សេងៗជាពិសេសគឺជំងឺមហាទីកលោកហែមគិរីសង្កត់ធ្ងន់ថាដូច្នេះការហាត់កីឡាជាប្រចាំការអនុវត្តលំហាត់ប្រាណជាប្រចាំនេះគឺពិតជាអាចការពារនិងជួយដល់សុខភាពរបស់អ្នកលេងកីឡាទាំងអស់ឲ្យកាន់តែរឹងមាំការហាត់កីឡាហែលទឹកនេះមិនមានផលប៉ះពាល់ដល់រាងកាយយើងដូចជាប្រភេទកីឡាមួយចំនួននោះទេប៉ុន្តែការហាត់ហែលទឹកបានជួយធ្វើឲ្យសន្លាក់ជង្គង់ឬបញ្ហាគៀបឆ្អឹងគៀបសរសៃជាដើមនោះបានល្អបំផុតដូច្នេះក្នុងនាមជាអ្នកបច្ចេកទេសផ្នែកកីឡាហែលទឹកលោកបានលើកទឹកចិត្តដល់មហាជនចូលរួមហាត់កីឡាហែលទឹកជាប្រចាំដើម្បីទទួលបានសុខភាពល្អក្នុងនាមជាអ្នកបច្ចេកទេសសូមផ្ដាំផ្ញើដល់បងប្អូនដែលទៅហែលទឹកតាមទន្លេឬកន្លែងហែលទឹកសាធារណៈសូមពិនិត្យមើលលើការហែលទឹកដើម្បីសុវត្ថិភាពក្នុងនាមសហព័ន្ធជាអ្នកបច្ចេកទេសជើងខ្ញុំមានក្តីបារម្ភចំពោះការទៅហែលទឹកដែលមិនមានសុវត្ថិភាពដែលនេះជាគោលបំណងរបស់យើងក្នុងនាមជាស្ថាប័នជាតិមួយដែលផ្ដោតទៅលើប្រភេទកីឡាហែលទឹកគូបញ្ជាក់ផងដែរថាការប្រកួតកីឡាហែលទឹកវ័យចាស់ឆ្នាំ2025ទទួលបានការចូលរួមពីកីឡាករកីឡាការិនីតាមកម្រិតវ័យនីមួយៗសរុបចំនួន32នាក់ចំនួននេះបានកើនឡើងតិចតួចបើប្រៀបធៀបទៅនឹងព្រឹត្តិការណ៍ដូចគ្នាកាលពីឆ្នាំមុនខណៈជនបរទេសដែលកំពុងប្រកបកិច្ចការនៅកម្ពុជាក៏កើនឡើងជាងឆ្នាំមុនដែរលោកសង្ឃឹមថាប្រជាពលរដ្ឋខ្មែរនិងជនបរទេសនឹងចូលរួមប្រកួតកីឡាហែលទឹកវ័យចាស់នេះកាន់តែច្រើនបន្ថែមទៀតនាព្រឹត្តិការណ៍ក្រោយទៀតសិក្ខាកាមជាគ្រូក្បាច់គុនប្រមាណ70នាក់មកពីក្លឹបចម្រុះនៃក្បាច់គុនត្រូវបានអញ្ជើញចូលរួមសិក្ខាសាលាបច្ចេកទេសយុទ្ធគុនខ្មែរបុរាណលើកចុងក្រោយឯកឧត្តមវត្តចម្រើនអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាគុនចម្រុះខ្មែរបុរាណវានវ័នសម្ដេចធិបតីបានបញ្ជាក់ឲ្យដឹងថាសិក្ខាសាលាបច្ចេកទេសយុទ្ធគុនខ្មែរបុរាណដែលជាសិក្ខាសាលាចុងក្រោយនេះបានធ្វើឡើងក្រោមគោលបំណងសំខាន់ៗចំនួន4ទី1គឺការបញ្ជ្រាបបច្ចេកទេសមូលដ្ឋានគ្រឹះយុទ្ធគុនខ្មែរដើម្បីឲ្យយល់ដឹងច្បាស់ពីមូលដ្ឋានក្បាច់គុននីមួយៗទី2ផ្ដោតលើការប្រើបច្ចេកទេសលំហាត់កម្លាំងកាយក្នុងយុទ្ធគុនដែលមានការបែងចែកជាកម្លាំងកាយពិសេសក្នុងការហាត់សមយុទ្ធគុនក្នុងនោះមានលំហាត់ជាច្រើនពាក់ព័ន្ធនឹងការបង្កើនកណ្ដាប់ដៃសាច់ដុំជើងចង្កេះកឲ្យមានស្មារតីល្អធម្មពលល្បឿនអំណត់ទន់ភ្លន់ទី3គឺការពង្រឹងរបៀបរបបនៃការផ្ទេរចំណេះដឹងពីគ្រូទៅកីឡាករកីឡាការិនីថាតើពួកគាត់មានវិធីសាស្ត្របែបណាក្នុងការបង្ហាត់បង្ហាញបន្តទៅឲ្យកូនក្រុមរបស់គាត់ដើម្បីត្រៀមប្រកួតនៅឆ្នាំនេះចំណុចទី3នេះបានបញ្ជាក់ទៀតថាត្រូវយកចំណេះដឹងនិងមូលដ្ឋានគ្រឹះដែលបានរៀនសូត្រពីវគ្គនេះទៅបង្ហាត់បង្ហាញឲ្យមានប្រសិទ្ធភាពនិងច្បាស់លាស់ទៅតាមបច្ចេកទេសនីមួយៗទី4គឺការជំរុញទឹកចិត្តលើវិន័យក្នុងការហ្វឹកហាត់
ឯកឧត្តមវត្តចម្រើនបានរំលឹកទៀតថាសិក្ខាសាលានេះផ្ដោតលើមូលដ្ឋានគ្រឹះដែលគ្រូបង្វឹកជាសិក្ខាកាមអាចយកទៅចែករំលែកបង្ហាត់ដល់កូនសិស្សរបស់ខ្លួនត្រៀមចូលរួមការប្រកួតយុទ្ធគុណចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចធិបតីលើកទី2ក្នុងខែវិច្ឆិកាខាងមុខនេះគឺជាចំណុច4ដែលយើងរៀបចំវគ្គនេះឡើងបាទហើយគេថាគ្រូទាំងអស់ដែលមកធ្វើការវឹកហាត់នេះគឺថាមានទឹកចិត្តហើយនឹងគាត់យកចិត្តទុកដាក់ណាស់នៅក្នុងការស្រូបយកចំណេះជំនាញរបស់យើងមានបណ្ឌិតក្បាច់គុណយើងមានការគ្រូជំនាញគេហៅ expert ខាងក្បាច់គុណនិងជំនាញជាច្រើនដែលមានតាំងពីលោកគ្រូដែលគាត់មកពីស្រុកបារាំងផងអំពីយុទ្ធគុណដែលមានទំនើបនិងក្បាច់ទំនើបមួយចំនួនទៀតដែលអាចបញ្ចូលគ្នាបានយើងបញ្ចូលបាទប៉ុន្តែយើងអត់បំបត្តិឬក៏អត់គេហ្វេសប្រហែសអំពីធាតុផ្សំឬក៏ធាតុសំខាន់នៅក្នុងយុទ្ធគុណរបស់យើងនេះបាទទាំងធាតុសំខាន់របស់យុទ្ធគុណយើងនឹងធ្វើឲ្យមានភាពគត់មុតបំផុតដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចបវរធិបតីហ៊ុនម៉ាណែតសហព័ន្ធកីឡាគុណចម្រុះកម្ពុជាបានរៀបចំវគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុណខ្មែរបុរាណលើកចុងក្រោយរយៈពេល2ថ្ងៃចាប់ពីថ្ងៃទី30ដល់ថ្ងៃទី31នៅសាលាគុណធម៌មានការចូលរួមពីសិក្ខាកាម70នាក់ដែលជាគ្រូអង្វឹកតាមបណ្ដាក្លឹបចំណុះសហព័ន្ធក្បាច់គុណផ្សេងទៀតដូចជាចំបាប់គុណខ្មែរគុណចម្រុះល្បុក្កតោយុទ្ធគុណខមនិងអង្គភាពកងយុទ្ធពលខេមរៈភូមិន្ទសូមបញ្ជាក់ថាព្រឹត្តិការណ៍ប្រកួតយុទ្ធគុណចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចធិបតីលើកទី2ឆ្នាំ2025នឹងប្រព្រឹត្តទៅនៅថ្ងៃទី27ដល់ថ្ងៃទី30ខែវិច្ឆិកានាពហុកីឡដ្ឋានជាតិមរតកតេជោចិត្តចេញពីបន្ទាយវីសមាជិក BTS មិនភ្លេចមកចែករំលែកការរាប់ថយក្រោយជាមួយនឹង fan យ៉ាងរំភើបនៅសល់ពេលវេលាមិនដល់10ថ្ងៃទៀតនោះទេវីឬគីមថេយ៉ាងសមាជិក BTS នឹងបញ្ចប់កាតព្វកិច្ចជាយោធាបានជោគជ័យយ៉ាងណាមិញលោកក៏មិនភ្លេចចែករំលែកភាពរីករាយនេះជាមួយអ្នកគាំទ្រសំណាប់ចិត្តឡើយជាស្ដេចលោកបានបង្ហោះរូបភាព screenshot នៃកម្មវិធីរាប់ថយក្រោយមួយសន្លឹកលើ Instagram Story របស់លោកកាលពីថ្ងៃទី1ខែមិថុនាកន្លងទៅដែលបានបង្ហាញពីការរាប់ថយក្រោយមុនពេលលោកត្រឡប់មកវិញនៅថ្ងៃទី10ខែមិថុនាឆ្នាំ2025គួររំលឹកផងដែរថាមុនពេលចូលបន្ទាយនៅថ្ងៃទី11ខែធ្នូឆ្នាំ2023វីបានចែករំលែកសារគួរឲ្យរំភើបមួយថាខ្ញុំគិតថាខ្ញុំនឹកអ្នកទាំងអស់គ្នាខ្លាំងណាស់ហើយមិនបានឃើញអាមីគឺជាផ្នែកដ៏លំបាកបំផុតដោយដែលពួកយើងធ្លាប់ធ្វើអញ្ចឹងសូមបង្កើតអនុស្សាវរីយ៍ពិសេសបន្ថែមទៀតបន្ទាប់ពីខ្ញុំត្រឡប់មកវិញខ្ញុំពិតជានឹកអ្នកនិងស្រឡាញ់អ្នកខ្លាំងណាស់ដូច្នេះសូមរងចាំខ្ញុំរហូតដល់ពេលនោះកន្លងក្រោយអរិយាពេល18ខែពេលនេះពេលវេលានៃការបញ្ចប់កាតព្វកិច្ចយោធារបស់លោកកាន់តែខិតជិតមកដល់លោកក៏មិនអាចភ្លេចពីសេចក្តីស្រឡាញ់ទៅកាន់អ្នកគាំទ្រព្រមទាំងរងចាំយ៉ាងអន្ទះសារក្នុងការវិលត្រឡប់មកជួបមុខអ្នកគាំទ្រថែមទៀតផងលោកនាងកញ្ញាជាទីមេត្រីពីកម្មវិធីសូមអនុញ្ញាតសម្រាប់មួយផ្លែសិនសូមស្វាគមន៍លោកអ្នកមកកាន់វគ្គទី2នៃព្រឹត្តិការណ៍ប្រចាំថ្ងៃនៅក្នុងវគ្គនេះលោកអ្នកនឹងបានជ្រាបនៅកិច្ចសម្ភាសប្រធានបទទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក5មិថុនាឆ្នាំ2025ធ្វើឡើងក្រោមប្រធានបទការរួមគ្នាប្រយុទ្ធប្រឆាំងទៅនឹងផ្លាស្ទិកសូមបញ្ជាក់ថានៅឆ្នាំ2025នេះក្រសួងបរិស្ថាននឹងរៀបចំទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក5មិថុនាឆ្នាំ2025ក្រោមប្រធានបទការប្រយុទ្ធប្រឆាំងការបំពុលដោយផ្លាស្ទិកនេះគឺជាប្រធានបទដែលយើងលើកឡើងស្របទៅនឹងនានាការនៃការកើនឡើងនៃចំនួនផ្លាស្ទិកនៅលើពិភពលោកហើយកម្ពុជាក៏កំពុងតែទទួលរងនៅការរាយប៉ាយដោយផ្លាស្ទិកនេះផងដែរហើយជាមួយគ្នានេះក៏យើងឃើញការតាំងចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលដោយផ្លាស្ទិកនេះតាមរយៈយុទ្ធនាការមួយចំនួនជាច្រើនដែលយើងបានលើកឡើងនៅក្នុងនោះគឺយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកដែលមានប្រធានបទ
ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេហើយក៏មានការចូលរួមពីមហាជនជាពិសេសគឺសិស្សានុសិស្សលោកគ្រូអ្នកគ្រូប្រមាណ11លាននាក់ហើយបន្ទាប់មកក៏យើងឃើញមានយុទ្ធនាការយើងដាក់ចេញនៅយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបានដែលមានប្រជាពលរដ្ឋចូលរួមជាច្រើនហើយនៅក្នុងនោះគឺយើងឃើញថាប្រមាណជា 20,000 នាក់ក្នុងមួយថ្ងៃចូលរួមក្នុងយុទ្ធនាការនេះជាមួយនឹងយុទ្ធនាការផ្លូវស្អាតគ្មានសម្រាមនិងសំណល់ប្លាស្ទិកផងដែរបាទនេះគឺជាយុទ្ធនាការដែលយើងសម្អាតប្លាស្ទិកនៅលើដីហើយនៅក្នុងនោះក៏យើងមានការទប់ស្កាត់សម្រាមនិងសម្អាតប្លាស្ទិកមិនអោយមានការបំពុលតំបន់ទឹកសាធារណៈផងដែរគឺយើងមានយុទ្ធនាការសម្អាតលើផ្ទៃទឹកដែលក្នុងនោះគឺយើងសម្អាតសម្រាមចេញពីទន្លេសាបក៏ដូចជាការទប់ស្កាត់នៅការបង្ហូរទឹកកខ្វក់ចូលទៅក្នុងតំបន់ទន្លេសាបផងដែរនេះគឺជាភាពស្អាតក្នុងទឹកដោយឡែកយើងក៏ដាក់ចេញនៅយុទ្ធនាការភាពស្អាតលើមេឃតាមរយៈការដាក់ចេញនៅគោលនយោបាយផ្ទៃមេឃពណ៌ខៀវហើយនឹងការដាក់នៅរថយន្តចល័តឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់នៅតាមរាជធានីនិងខេត្តទូទាំងប្រទេសចំនួន59កន្លែងផងដែរព័ត៌មានខ្យល់នឹងត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសារព័ត៌មានក៏ដូចជាបណ្ដាញសង្គមរបស់ក្រសួងបរិស្ថានផងដែរសូមបញ្ជាក់ថាគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជារបស់យើងគឺមិនទាន់ស្ថិតនៅក្នុងកម្រិតប្រកាសអាសន្នដែលយើងឃើញថានៅក្នុងឆ្នាំ2024កន្លងទៅនេះយើងឃើញ PLN នៃចល 2.5 PM 2.5 នេះគឺនៅមិនទាន់កើនឡើងពោះកម្រិតស្តង់ដារនៃអង្គការសុខភាពពិភពលោកដែលកម្រិតដល់15 មីក្រូក្រាមក្នុង1ម៉ែត្រគីបខ្យល់នោះទេប៉ុន្តែយើងមានត្រឹមតែ 14.1 មីក្រូក្រាមក្នុង1ម៉ែត្រគីបខ្យល់តែប៉ុណ្ណោះបាទនេះគឺជាអ្វីដែលយើងឃើញសន្ទុះនៃគុណភាពការប្រែប្រួលគុណភាពខ្យល់នៅក្នុងឆ្នាំកន្លងទៅដូចគ្នាដែរនៅក្នុងរយៈពេល5ខែកន្លងមកនេះក៏យើងឃើញថាគុណភាពខ្យល់គិតជាមធ្យមក្នុងមួយខែគឺមិនលើសពី50 មីក្រូក្រាមនៃស្តង់ដារជាតិនោះទេបាទសូមបញ្ជាក់ថាតាក់ទងទៅនឹងប្រធានបទហើយពិធីអបអរសាទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក5មិថុនាឆ្នាំនេះគឺរៀបចំយ៉ាងពិសេសវិសាលបំផុតក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងមានការអញ្ជើញចូលរួមពីអិសរាជជនជាន់ខ្ពស់ជាតិនិងភ្ញៀវអន្តរជាតិជាច្រើនរួមជាមួយនឹងប្រជាពលរដ្ឋសិស្សានុសិស្សយុវជនប្រមាណជា 5,000 នាក់ហើយនៅក្នុងនោះដែរយើងមានរៀបចំតាមកម្មវិធីមួយចំនួនដ៏វិសេសវិសាលជាពិសេសគឺការថ្លែងនៅព្រះរាជសង្ឃកថារបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលព្រះអង្គសពព្រះハរតីបញ្ជូនសារតាក់ទងទៅនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិនេះជាមួយនឹងប្រជារាស្ត្រខ្មែរក៏ដូចជាបង្ហាញពីការបដិញ្ញាចិត្តចំពោះពិភពលោកថាកម្ពុជាចូលរួមនៅជាមួយនឹងអន្តរជាតិប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុគឺប្រយុទ្ធប្រឆាំងផងដែរទៅនឹងការបំពុលដោយប្លាស្ទិកជាមួយគ្នានេះក៏យើងមានការរៀបចំពិព័រណ៍បរិស្ថានដែលនៅក្នុងនោះគឺបង្ហាញពីសមិទ្ធផលរបស់ក្រសួងបរិស្ថានដែលយើងធ្វើឡើងក្នុងរយៈពេល7 ឆ្នាំកន្លងមកនេះក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី7របស់រដ្ឋសភាហើយនឹងយើងមានការរៀបចំពិព័រណ៍ស្ដីអំពីភាពស្អាតដែលបង្ហាញអំពីសមិទ្ធផលនៃភាពស្អាតលើទឹកភាពស្អាតលើដីនិងភាពស្អាតក្នុងខ្យល់នេះផងដែរបន្ទាប់មកយើងក៏មានពិព័រណ៍ទាក់ទងនឹងភាពបៃតងដែលនៅក្នុងនោះយើងរំលេចអំពីការលើកកម្ពស់ការគ្រប់គ្រងធនធានធម្មជាតិតាមរយៈការផ្ដល់នៅសម្ភារៈក៏ដូចជាបច្ចេកវិទ្យាទំនើបសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិនិងការចាត់វិធានការនានាដើម្បីគ្រប់គ្រងធនធានធម្មជាតិចំណុចទី2នៃភាពបៃតងនេះគឺយើងបានជំរុញការបង្កើននៅគម្របព្រៃឈើឲ្យបានច្រើនតាមរយៈយុទ្ធនាការបណ្ដុះពន្លកបៃតងការចែកកូនឈើឆ្នាំ2024 1 លាន 3 សែនដើមហើយនៅក្នុងឆ្នាំ2025នេះចំនួន3 លានដើមហើយនៅក្នុងនោះគឺមានកូនត្នោត1 លានដើមផងដែរ
នៅក្នុងភាពបៃតងនេះយើងឃើញថានៅក្នុងមាតិកាកម្មវិធីដែលបានគ្រោងទុកគឺព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានឹងប្រទាននៅកូនថ្នោតជូនដល់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីអៀង សុផាឡែតដើម្បីយកទៅដាំនៅតាមទីសាធារណៈបង្កើនគម្របបៃតងហើយនឹងសម្រេចនៅគោលដៅកម្ពុជាប្រទេសអភិជាក្រិតតំបន់នៅឆ្នាំ2050បន្ទាប់មកនៅស្តង់ពិព័រណ៍ចុងក្រោយមួយទៀតគឺស្តង់ចេតភាពដែលបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់កម្ពុជាឆ្ពោះទៅការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាពហើយជាពិសេសនោះគឺការឆ្លើយតបរបស់កម្ពុជាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុសូមបញ្ជាក់ថានៅក្នុងស្តង់ចីរភាពនេះក៏បានបង្ហាញអំពីសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនៅរបាយការណ៍រយៈពេលវែងឆ្ពោះទៅកម្ពុជាប្រទេសអភិជាក្រិតតំបន់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកស្ដីពីការប្រែប្រួលអាកាសធាតុហើយនៅក្នុងនោះក៏បានបដិញ្ញាចិត្តនឹងបញ្ជូននៅរបាយការណ៍ជាតិស្ដីពីការប្រែប្រួលអាកាសធាតុនេះគឺទៅអគ្គលេខាទៅអង្គការសហប្រជាជាតិនឹងគឺនៅមុនសន្និសីទអន្តរជាតិស្ដីពីការប្រែប្រួលអាកាសធាតុនេះនៅក្នុងខែវិច្ឆិកាឆ្នាំ2025ខាងមុខផងដែរតាមរយៈនេះក៏យើងឃើញថាការស្រាវជ្រាវហើយនឹងការកើនឡើងនៃជីវៈចម្រុះត្រូវបានដាក់តាំងបង្ហាញនៅក្នុងស្តង់ចីរភាពនេះបន្ថែមទៀតលើសពីនេះផងដែរយើងក៏បានធ្វើការបណ្ដុះនៅគំនិតផ្សព្វផ្សាយបន្ថែមជូនដល់មហាជនអំពីការយុទ្ធនាការនានាដែលក្រសួងបរិស្ថានបានអនុវត្តកន្លងមកដើម្បីកម្ពុជាស្អាតដើម្បីកម្ពុជាបៃតងនិងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជាយើងនៅពេលនេះនឹងតទៅថ្ងៃអនាគតអាចបញ្ជាក់បានទេតាមការគ្រោងទុកក្រោយព្រឹត្តិការណ៍ហ្នឹងតើក្រសួងបរិស្ថានជាដែលឡែករដ្ឋាភិបាលកម្ពុជាជារួមរំពឹងទទួលបានលទ្ធផលយ៉ាងម៉េចកម្ពុជារបស់យើងរៀបចំទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក5មិថុនានេះក្នុងគោលបំណងសំខាន់គឺទី1គឺយើងឆ្លើយតបទៅនឹងការរៀបចំឡើងតាមស្របតាមការប្រកាសនៅក្នុងសន្និសីទអង្គការសហប្រជាជាតិដែលទាក់ទងនឹងវិស័យបរិស្ថានឆ្នាំ1972ដែលបង្កើតឲ្យមានទិវាបរិស្ថានអន្តរជាតិ5មិថុនានេះតែម្ដងបាទតាមរយៈនេះគឺយើងប្រពស្របទៅនឹងប្រធានបទដែលពិភពលោកកំពុងប្រឈមហើយនឹងស្វែងរកនៅដៃគូបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការទប់ស្កាត់ប្រយុទ្ធនឹងបញ្ហាបរិស្ថានដែលជាបញ្ហាសកលរបស់មនុស្សជាតិរបស់យើងចំណុចទី3គឺយើងឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលរបស់យើងជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលចាត់ទុកនៅមុំយុទ្ធសាស្ត្រទី4ដែលទាក់ទងនឹងវិស័យបរិស្ថាននេះគឺបានកំណត់យ៉ាងច្បាស់ជាអត្ថិភាពរបស់រាជរដ្ឋាភិបាលហើយដូច្នេះហើយអ្វីដែលយើងរំពឹងទុកនោះគឺការចូលរួមកាន់តែខ្លាំងក្លាថែមទៀតពីប្រជាពលរដ្ឋនៅក្នុងការធ្វើឲ្យកម្ពុជារបស់យើងស្អាតធ្វើឲ្យកម្ពុជាយើងបានបង្កើននៅគម្របបៃតងហើយនឹងជំរុញឲ្យកម្ពុជារបស់យើងឈានឆ្ពោះទៅជាប្រទេសអភិជាក្រិតតំបន់មានការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងឆ្នាំ2050ថ្លៃថ្លាមហេមាយើងរួបរមគ្នារក្សាឲ្យគង់លោកនាងកញ្ញាជាទីគោរពព្រឹត្តិការណ៍ប្រចាំថ្ងៃដែលលោកនាងបានទស្សនានៅពេលនេះចប់តែប៉ុណ្ណេះខ្ញុំបាទប៉ារ៉ាឌីរួមជាមួយការីផ្សាយសូមអរគុណនិងសូមគោរពលា